បាទរសស្ដីបងប្អូនទាំងអស់គ្នាត្រឡប់មកវិញជាមួយនឹងការវិភាគតម្លៃមាសនៃព្រឹកថ្ងៃទី18ខែវិច្ឆិកាជាមួយនឹងខ្ញុំបាទ NK បាទជានៅព្រឹកនេះផងដែរខ្ញុំមានចំណុចមួយចំនួនដែលនឹងចែករំលែកជាមួយនឹងបងប្អូនទាំងអស់គ្នាពាក់ព័ន្ធជាមួយនឹងតម្លៃមាសបាទដោយដែលអ្នកទាំងអស់គ្នាបានឃើញហើយការព្យាករណ៍របស់ខ្ញុំម្សិលមិញគឺយើងមើលការធ្លាក់ចុះនៃតម្លៃមាសហើយថ្ងៃនេះផងដែរយើងនឹងបន្តមើលទិសដៅដដែលក៏ប៉ុន្តែយើងមានចំណុចខុសប្លែកពីម្សិលមិញបាទអញ្ចឹងជាដំបូងនៅពេលដែលបងប្អូនបានឃើញវីដេអូនេះសម្រាប់បងប្អូនដែលមិនទាន់បានជួយ subscribe មក channel របស់ខ្ញុំសូមចុចទៅលើប៊ូតុង subscribe ដែលអ្នកទាំងអស់គ្នាមើលឃើញ channel របស់ខ្ញុំ Trades Masterclass KH អ្នកទាំងអស់គ្នាចុចទៅលើប៊ូតុងនឹងហើយអ្នកទាំងអស់គ្នានឹងឃើញរូបកណ្ដឹងដាក់សញ្ញារូបកណ្ដឹងទៅអ្នកនឹងទទួលបានដំណឹងភ្លាមរាល់ពេលដែលខ្ញុំ post video ឬក៏ធ្វើការ live នៅក្នុង channel របស់ខ្ញុំអញ្ចឹងសម្រាប់បងប្អូនដទៃទៀតដែលមានបំណងចង់តាក់ទងមកខ្ញុំបាទសូមប្រើលេខទូរស័ព្ទនេះហើយក៏ដូចជាតាក់ទងមកកាន់លេខ Telegram របស់ខ្ញុំអញ្ចឹងយើងឃើញថាកុំឲ្យខាត់ពេលយូរអ្នកទាំងអស់គ្នាបានដឹងហើយមាសកំពុងតែមានសម្ពាធពីការ sell off ក៏ដូចជាមិនថាតែមាសទេរូបិយប័ណ្ណ crypto បាទក៏ sell off បាទS&P Nasdaq Dow Jones ក៏សុទ្ធតែជា sell off បាទសុទ្ធតែជាការលក់ចេញទាំងអស់បាទអញ្ចឹងថ្ងៃនេះផងដែរយើងកុំឲ្យខាត់ពេលយូរដោយសារឱកាសនៅក្នុងទីផ្សារគឺនៅតែមានសម្រាប់បងប្អូនយើងនៅក្នុងការលក់អញ្ចឹងយើងទៅមើលឆាតទាំងអស់គ្នាដោយសារព្រឹកមិញនេះនៅក្នុង channel របស់ខ្ញុំក៏ខ្ញុំបានហៅឲ្យបាទពួកគាត់បើកការលក់ម្ដងហើយឥឡូវនេះបើសិនជាយើង take profit ម្ដងយើងបើកការលក់ពីតម្លៃ40-45ណាបាទយើងបើកការលក់នៅក្នុងចន្លោះតម្លៃ40-40និង40-45អញ្ចឹងបងប្អូនដែលនៅក្នុង channel ដែលបានមើលវីដេអូនេះសូម comment yes បាទអញ្ចឹងជាគោលដៅបន្តយើងនៅតែមើលគោលដៅមក40បាទ17-18បាទពីព្រោះព្រឹកមិញខ្ញុំបានដាក់មុន$1នៅលើបន្ទាត់របស់ខ្ញុំគឺ40.18បាទគឺជាគេហៅថាចំណុចបាទ target ដំបូងរបស់យើងនៅក្នុងការលក់ហើយថ្ងៃនេះផងដែរ market មានឱកាសជាច្រើននៅក្នុងការមកកាន់តម្លៃបាទខាងក្រោមនេះគឺ39.9ហើយការវិភាគរបស់ខ្ញុំមិនមែនត្រឹមតែ39.9ទេសម្រាប់ការធ្លាក់ថ្ងៃនេះគឺយើងឃើញថាផ្សារអាចនឹងធ្លាក់មកដល់លំហូរខាងក្រោមនេះទៀតផងបាទនេះគឺជាទិសដៅដែលទីផ្សារចង់ទម្លាក់ខ្លួនមកកាន់ជាពិសេសនៅតម្លៃបាទ39-35បាទនេះគឺជាទិសដៅសំទោសបាទ39-35គឺជាទិសដៅដែលទីផ្សារចង់រកមកខាងក្រោមគឺជា bear market មួយដែល move មកដល់គៀកនឹងតម្លៃ39ស្ដើងយើងឃើញថាម្សិលមិញមានការទម្លាក់ខ្លួនពីតម្លៃ41.06ជួញដូរមកកាន់តម្លៃ40.06បាទអញ្ចឹងការទម្លាក់ខ្លួននេះមានតម្លៃ$100សំទោសបាទហើយយើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃទីផ្សារមាសបានបន្ធថយនៅអ្វីដែលជាតម្លៃរបស់ខ្លួនអញ្ចឹងវាធ្វើឲ្យបងប្អូនមួយចំនួនដែលធ្វើការកាន់មាសស្រស់មានការលំបាកបាទត្រង់ថាខាតនៅតម្លៃដែលគាត់បានទិញពីព្រោះគាត់បានទិញពីតម្លៃខ្ពស់អញ្ចឹងបើគិតជាបាទជាតម្លឹងគឺមិនតិចទេបាទដោយសារបើគិតជាគីឡូទៀតរត់តែច្រើនបាទអញ្ចឹងយើងឃើញថាការធ្លាក់ចុះតាំងពីចុងសប្តាហ៍មុនរហូតមកដល់សប្តាហ៍នេះគឺយើងឃើញថាវានៅតែបន្តធ្លាក់ដោយជាប់ sentiment នៃការធ្លាក់ដដែលអញ្ចឹងថ្ងៃនេះយើងនឹងរកឱកាសនៅក្នុងការលក់ដដែលសម្រាប់បងប្អូនដែលនៅក្នុងការប្រឹក្សាយោបល់របស់ខ្ញុំគឺបន្តនៅក្នុងការលក់ហើយចាប់ផ្ដើមលក់សារជាថ្មីទៀតបាទអញ្ចឹងតម្លៃនេះគឺអាចទី1%បើវាធ្លាក់ត្រឹមតែ39.90បាទខ្ញុំស៊ូមបន្តិចបាទដោយសារបងប្អូនអាចបាំងរូបរបស់ខ្ញុំបាទដោយសារការធ្លាក់នេះអាចត្រឹម39.90ខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាបើកការទិញទុករយៈពេលវែងបាទសម្រាប់ខ្ញុំគឺអាច buy ខ្លះប៉ុន្តែ buy for long បាទខ្ញុំស្នើឲ្យពីតម្លៃនេះអាចកាន់បានទាំងអ្នកកុងតម្លៃទាំងអ្នក
ទិញមាសស្រស់នៅខាងក្រៅនេះគឺជាតម្លៃដ៏ល្អហើយប្រសិនបើតម្លៃមកក្រោមបាទ39.90នេះបាទគឺជាតម្លៃដែលយើងត្រូវតែ take risk រយៈពេលវែងដើម្បីបាទកាន់តម្លៃមាសឡើងមកខាងលើវិញពីព្រោះតម្លៃ39ទាំងតម្លៃក្រាស់ទាំងតម្លៃស្ដើងគឺសុទ្ធតែជាតម្លៃដ៏ល្អប៉ុន្តែខ្ញុំអត់ទាន់និយាយថាវាជាតម្លៃពិសេសនោះទេវាគ្រាន់តែជាតម្លៃមួយដែលល្អសម្រាប់ពួកយើងចាប់ផ្ដើមកាន់តម្លៃមាសរយៈពេលវែងបានអាចទៅប្រចាំសប្តាហ៍អាចទៅប្រចាំខែបាទអញ្ចឹងខ្ញុំអត់ទាន់ហ៊ាននិយាយថាទៅដល់ប្រចាំឆ្នាំទេយើងអាចកាន់វាឆ្លងសប្តាហ៍ឬក៏អាចកាន់វាឆ្លងចូលទៅដល់ដំណាច់ខែ11នេះចូលទៅដល់ពាក់កណ្ដាលខែ12បាទអញ្ចឹងអ្នកនរគ្នានឹងឃើញតម្លៃមាសនៅខែ12បាទចាប់ពីខែ12បាទអ្នកនឹងឃើញតម្លៃមាសមានការប្រែប្រួលបាទអញ្ចឹងប្រែប្រួលនោះគឺប្រែប្រួលទៅខាងលើសម្រាប់ខ្ញុំមើលឃើញឱកាសតម្លៃទីផ្សារមាសងើបឡើងទៅលើនៅក្នុងកំឡុងខែ12អញ្ចឹងនៅដើមខែ10នៅចុងខែ11នេះបាទឥឡូវនេះយើងគិតថាវាថ្ងៃទី18ទៅហើយអញ្ចឹងយើងអាចមើលឃើញបាទតម្លៃទាបអញ្ចឹងគឺជាពេលវេលាមួយដែលយើងទិញទុកបាទកាន់តម្លៃបាទអ្នកខ្លះកាន់20អោន30អោន50អោន100អោនបាទទៅតាមទំហំនៃ capital របស់អ្នកទាំងអស់គ្នាបាទពីព្រោះខ្ញុំគិតថាដោយសារកត្តាមួយចំនួនបាទពាក់ព័ន្ធជាមួយនឹង calendar របស់យើងបាទយើងឃើញថាថ្ងៃនេះថ្ងៃទី18បាទមិនសូវជាមានព័ត៌មានអីចេញមកធំដុំទេបាទក្រៅពី factory order យើងមិនសូវជាបដោតបាទដោយសារពាក់ព័ន្ធជាមួយនឹង tariff ពាក់ព័ន្ធជាមួយនឹង consumer អ្នកប្រើប្រាស់របស់អាមេរិកបាទអញ្ចឹងមិនមែនជា sentiment មួយធំដុំប្រមាណទេដោយសារទីផ្សារបដោតទៅលើបាទទិន្នន័យនៅថ្ងៃទី20ដោយសារបាទស្ថាប័នស្ថិតិរបស់គេបានយក non-farm payroll នេះគ្រោងនឹងបញ្ចេញនៅថ្ងៃប្រហ័សបាទវេលាម៉ោង8កន្លះយប់បាទអញ្ចឹងយើងមានទិន្នន័យ non-farm payroll យើងមាន average hourly earning ហើយនឹងបាទ unemployment rate អត្រានៃអត់ការងារធ្វើបាទបំរែបំរួលបាទទីផ្សារការងារថ្មីដែលបង្កើតនៅក្នុងសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងប្រាក់ប្រចាំម៉ោងអញ្ចឹងយើងឃើញថា non-farm payroll បាទ data មុនគឺ 22k ព្យាករណ៍ថានឹងចេញ 50k អ្នកទាំងអស់គ្នាតួលេខនេះវាពិបាកនឹងទទួលយកដោយសារវាអត់ចូលខ្ទង់3ខ្ទង់វាត្រឹមតែ2ខ្ទង់ណាអញ្ចឹងទីផ្សារយើងជាក់ស្ដែងចេញមក3ខ្ទង់2ខ្ទង់មិនទាន់មានការរំពឹងទុកពីខ្ញុំទេសម្រាប់កន្លែងនេះបាទអញ្ចឹងតែយ៉ាងណាមិញជាបទពិសោធន៍នៅពេលដែល non-farm payroll នៅក្នុងទិន្នន័យ figure មួយតួលេខមួយទូចទីផ្សារនិង price in បាទ price in ទៅលើតម្លៃបាទមាសដោយសារគេរំពឹងថាអានឹងវាចេញមកក៏វាមិនធំដែរដោយសារ58ណាអញ្ចឹងជាដំបូងតម្លៃមាសអាចនឹងងើបឡើងវិញដោយសារការ price in បាទអាចនៅក្នុងចុងថ្ងៃពុធឬក៏អាចព្រឹកថ្ងៃប្រហ័សនៃថ្ងៃបញ្ចេញទិន្នន័យនេះមាសនឹងចាប់ផ្ដើមប្រែប្រួលឬយ៉ាងណាយើងនឹងចាប់ទំនោរវាឲ្យបានប្រសិនបើថ្ងៃនេះវាមកដល់តម្លៃទាបហើយកាន់តែទាប yes ប្រញាប់ប្រញាល់ខ្ញុំមិនមានការទទួលខុសត្រូវទេបងប្អូនទាំងអស់គ្នាសូមការនិយាយនេះគឺអ្នកទាំងអស់គ្នាស្ដាប់ការវិភាគរបស់ខ្ញុំយកជាព័ត៌មានយកជាចំណេះដឹងយកជាបទពិសោធន៍ដើម្បីទៅវាយតម្លៃទំហំជួញដូររបស់បងប្អូនទាំងអស់គ្នាសូមកុំបន្ទោសការវិភាគរបស់ខ្ញុំគ្រាន់តែផ្ដល់ឲ្យអ្នកហើយអ្នកសម្រេចចិត្តខ្លួនឯងទទួលបានអញ្ចឹងខ្ញុំជាបទពិសោធន៍គឺយើងនឹង risk on goal នៅពេលដែល goal ទាបជាងបាទ39.50បាទអញ្ចឹងនៅពេលដែលមាសមានតម្លៃទាបជាង39.50គឺយើងអាចកាន់តម្លៃនេះបានជាបទពិសោធន៍យើងទៅមើលតម្លៃមាសបាទកាលពីពេលដែលមាសបានធ្លាក់មកដល់តម្លៃបាទ39ជាងអ្នកទាំងអស់គ្នាបាទមានអតិថិជនរបស់ខ្ញុំបានកាន់តម្លៃមាសនេះរហូតមកដល់តម្លៃសឹងតែបច្ចុប្បន្នបាទ
អញ្ចឹងអ្នកនរគ្នានៅពេលដែលវាមានតម្លៃទាបគឺយើងអាចកាន់តម្លៃនេះបានដោយសារវាមកត្រឡប់មកដល់តម្លៃរបស់យើងនឹងពីមុនវិញបាទអញ្ចឹងប្រសិនបើទីផ្សារអាចមកកាន់តម្លៃនេះវិញអ្នកនរគ្នាវាជារឿងដ៏ប្រសើរមែនតើវាជា support អ្នកនរគ្នាអញ្ចឹងបើទីផ្សារចូលមកកាន់តំបន់ហ្នឹងឬក៏ក្រោមហ្នឹងខ្ញុំនៅតែមើលឃើញការទិញត្រឡប់ទៅវិញបាទការទិញត្រឡប់ទៅវិញអញ្ចឹងប្រហែលជាមានពេលខ្លះមិនដល់នឹងផងបាទពីព្រោះតម្លៃគឺនៅចន្លោះអស់នេះអញ្ចឹងហើយបានជាខ្ញុំឲ្យអ្នកទាំងអស់គ្នាសាកល្បងទិញនៅក្នុងតម្លៃ39.90បាទ39.90នេះនៅពេលដែលទីផ្សារមកដល់ហ្នឹងឬក៏ក្រោមហ្នឹងយើងត្រូវតែបើកការទិញមួយចំនួនដែរយើងមិនដឹងថាទីផ្សារត្រឹមតែ39.85បាទអាចថា39.85ទីផ្សារក៏អាចមានការងើបទៅវិញដែរបាទអញ្ចឹងក្រោមនឹងបន្តិចបាទអាចងើបបាទពីព្រោះយើងចាំទិញ support នៅណាក៏គេចាំទិញ support ដែរទីផ្សារនេះអ្នករងចាំទិញនៅ support មិនតិចទេអញ្ចឹងអ្នកឆ្លាតប្រហែលគេអាចចាប់ផ្ដើមមុននៅចន្លោះតម្លៃអស់នេះអញ្ចឹងយើងក៏មិនដឹងថាមាន value នៅក្នុងការ support ឲ្យតម្លៃមាសឡើងទៅលើខ្លាំងប៉ុណ្ណាអញ្ចឹងមានតែការធ្វើការទិញរបៀបតេស្តតែប៉ុណ្ណោះទីផ្សារក៏អាចចាប់ពីតម្លៃរ៉េងខាងលើនេះនៅតម្លៃ4.17នេះត្រឡប់ទៅលើវិញផងក៏អាចថាបានអញ្ចឹងអត់មានគេហៅថាការដែលมันអាចទៅរួចចំពោះតម្លៃមាសទេពីព្រោះមនុស្សជាច្រើនកំពុងតែទម្លាក់តម្លៃមាសទម្លាក់មាសចោលក៏ប៉ុន្តែនៅទីផ្សារអាស៊ីយើងគឺពោពេញទៅដោយតម្រូវការមាសបាទអញ្ចឹងជាពិសេសគៀកនឹងចូលឆ្នាំចិនបាទគៀកនឹងគេហៅថាពិធីប្រពៃណីរបស់ជនជាតិអាស៊ីយើងគឺការផ្ដល់កាដូជាបាទគ្រឿងអលង្ការជាមាសទៅដល់កូនចៅចំនួនក្រោយនេះគឺជាអ្វីដែលជារដូវកាលដែលត្រូវការមាសអញ្ចឹងពិតជាល្អមែនទែននៅពេលដែលមាសមានតម្លៃទាបគឺជាឱកាសសម្រាប់ពួកគាត់នៅក្នុងការទិញវាហើយបើផ្អើលទៅទិញទៅទៀតនៅពេលដែលវាធ្លាក់ចុះមកដល់តម្លៃអស់ហ្នឹងគឺរឹតតែល្អនៅក្នុងការបន្តការទិញឡើងមកលើវិញបាទអញ្ចឹងយើង spot នៅតម្លៃ39.9ឬក៏39.85អីហ្នឹងក្រោមនឹងបន្តិចបន្តួចយើងអាចមើលមកលើខ្លះបាទឬក៏អាចទុករយៈពេលឆ្លងសប្តាហ៍ណាបើបានកាន់តែមកដល់ក្រោមបាទគឺយើងអាចនឹងបើកការទិញត្រឡប់មកខាងលើវិញបាទក៏ប៉ុន្តែការទិញនេះអ្នកនរឃើញសញ្ញាព្រួយនេះមិនមែនមានន័យថាមួយថ្ងៃនឹងវាឡើងមកអញ្ចឹងទេបើវាបានឡើងមកអញ្ចឹងគឺល្អមែនតើបាទក៏ប៉ុន្តែបើមិនបានឡើងមកអញ្ចឹងគឺយើងក៏អាចទុករយៈពេលវែងមធ្យមដែរបាទអញ្ចឹងគឺឆ្លងសប្តាហ៍ឆ្លងខែអីក៏បានដែរណាអញ្ចឹងអ្នកនរគ្នា take note អញ្ចឹងនៅក្នុងការ support របស់ខ្ញុំបានបើកការលក់ពីកន្លែងហ្នឹងមកហើយអញ្ចឹងយើងអាចបន្ត sell off រហូតមកដល់កន្លែងហ្នឹងមកដល់ support ចន្លោះអស់នេះក៏នឹងអាចមាន rebound បាទប៉ុន្តែនៅពេលដែលមានការងើបឡើងទៅវិញបាទប្រកាសណាស់ investor ដទៃទៀតគាត់នឹងរកឱកាសទី1នឹងលក់ពីតម្លៃនៅពេលដែលឡើងពីនឹងឡើងមកលើល្បាក់ខ្ទង់តម្លៃ25នឹងមកវិញឬក៏លើ25គាត់នឹងបើកការលក់បន្តមកខាងក្រោមទៀតបាទអញ្ចឹងនេះគឺជា scenario ហើយប្រសិនបើទីផ្សារគាត់អាចមានឱកាសងើបឡើងមកកន្លែងនេះវិញម្ដងទៀតទីផ្សារក៏នៅតែបើកការលក់នៅកន្លែងហ្នឹងវិញផងដែរអញ្ចឹងនេះគឺជាចំណុច rank នៃចន្លោះតម្លៃពីតម្លៃរបស់យើងនៅកន្លែងនេះបាទនៅក្នុងចន្លោះតម្លៃ45និង72គឺជា sell zone របស់បាទ seller បាទឲ្យតែតម្លៃណាងើបឡើងមកខាងលើហ្នឹងគឺពួកគាត់នឹងបើកការលក់ចុះមកខាងក្រោមបាទនឹងបើកការលក់ចុះមកខាងក្រោម market អាចចេញពីតំបន់អស់នេះឡើងមកខាងលើក៏អាចនឹងមានឱកាសបន្តការលក់ចុះមកក្រោមដែរគោលដៅរបស់យើងគឺអាចមកក្រោម39.90បាទអញ្ចឹងនេះគឺជាអ្វីដែលជាការមើលឃើញរបស់ខ្ញុំយ៉ាងណាមិញអ្នកនរគ្នាត្រូវតែធ្វើយ៉ាងណាឲ្យទុនរបស់អ្នកនរគ្នាជាមួយនឹងទំហំជួញដូរឲ្យមានសក្តិសមពីព្រោះនៅក្នុងទីផ្សាររបស់យើងគឺយើងប្រើ leverage កាលណាអ្នកនរគ្នាប្រើទំហំជួញដូរមិនសមាមាត្រជាមួយនឹងដើមទុនជាពិសេសមិនចេះកណនាការប្រើប្រាស់ leverage ជាមួយនឹង capital របស់យើងជាមួយនឹងទុនរបស់យើងបាទ
leverage គឺជារឿងល្អប៉ុន្តែពេលខ្លះប្រើ leverage ច្រើនពេកវានឹងធ្វើឲ្យយើងមានបញ្ហាណាអញ្ចឹងបើអ្នកចេះប្រើ leverage ល្អគឺ leverage ជួយយើងឲ្យជោគជ័យប៉ុន្តែប្រសិនបើយើងគ្រប់គ្រងទំហំជួញដូរអាងតែមាន leverage ពីព្រោះនៅក្នុងទីផ្សាររបស់យើងគឺយើងមាន booking margin បាទមាន margin តម្កល់និង margin រក្សាហើយនឹងមានmargin រក្សាហ្នឹងបាទគឺរក្សាទំហំជួញដូររបស់យើងឲ្យបាទនៅតែគេហៅថាអាចស្ថិតនៅក្នុងទីផ្សារបានអញ្ចឹងកន្លែងនេះត្រូវការជំនាញបន្តិចហើយឥឡូវទីផ្សារមកហើយការព្យាករណ៍របស់យើងជិតទៅដល់40បាទ18ហើយឥឡូវ20ហើយ22 23មិននឹងមកវិញបាទអញ្ចឹងការពិតគឺចំណេញច្រើនហើយដូចគ្នាដោយសារ rank ថ្ងៃនេះមានធំបាទគឺ45មក17បាទមិនតិចជាង$25 $28 បាទច្រើនណាស់បាទយើងលក់ពីតម្លៃនេះយើង profit មិនតិចទេបាទយើង profit មិនតិចទេអ្នកទាំងអស់គ្នាអញ្ចឹងប្រសិនបើដល់កន្លែងនេះ rebound រកឱកាសsell មកលើ buy ពី support sell មកវិញបាទដោយសារនៅក្នុង candlestick មួយពីម្សិលមិញយើងមានទាំង buy យើងមានទាំង sell buy ក៏អាចបានចំណេញ sell ក៏អាចបានចំណេញក៏ប៉ុន្តែដោយសារទីផ្សារស្ថិតនៅក្នុងលំហូរធ្លាក់ចុះអញ្ចឹង bear គាត់ជាអ្នក control ទីផ្សារយើងឃើញម៉ោងនេះយើងមាន buy បាទមាន sell យើងមាន buy ក៏មាន sell បាទហើយក៏អាចមាន buy អញ្ចឹងយើងក៏អាចមាន sell អញ្ចឹងនៅក្នុងម៉ោងបន្ទាប់នៅពេលដល់ support ក៏អាចមាន buy ប៉ុន្តែ seller គាត់នឹង sell បាទពីតម្លៃ moving average ចុះមកខាងក្រោមដូចគ្នាដែរបាទថ្ងៃនេះផងដែរក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាបំពង់ករបស់ខ្ញុំនៅមិនទាន់ធូរស្បើយទេនិយាយនៅលឺគីឡូប្រហែលជាបងប្អូនស្ដាប់នៅក្នុង YouTube របស់ខ្ញុំនេះគឺពិបាកស្ដាប់តែយ៉ាងណាមិញបងប្អូនចង់តាក់ទងមកខ្ញុំបាទអាចតាក់ទងតាមលេខទូរស័ព្ទមួយនេះបាទប្រសិនបើអ្នកទាំងអស់គ្នាត្រូវការខ្ញុំជាអ្នកប្រឹក្សាយោបល់របស់អ្នកទាំងអស់គ្នាត្រូវការ support ពីខ្ញុំត្រូវការបញ្យល់ការបង្រៀនការកណនាដើមទុនក៏ដូចជាការប្រើប្រាស់ leverage នៅក្នុងទីផ្សារដើម្បីទទួលបានការជួញដូរដ៏មានប្រសិទ្ធភាពកាត់បន្ថយហានិភ័យបាទហើយទទួលបាននៅប្រាក់ចំណេញបាទអញ្ចឹងអ្នកទាំងគ្នាអាចតាក់ទងមកខ្ញុំបានបាទដូច្នេះនៅក្នុងទីផ្សាររបស់យើងមួយទៀតដែលជារឿងចាំបាច់អ្នកទាំងគ្នាត្រូវតែជ្រើសរើសក្រុមហ៊ុនឈ្មោះជាងសារណាដែលមានអាជ្ញាប័ណ្ណហើយធ្វើការជួញដូរនៅក្នុងប្រព័ន្ធណាជាសាររំលឹកពីខ្ញុំក៏ដូចជាបាទជារឿយនាយត្តករមូលបត្រកម្ពុជាតែងតែលើកទឹកចិត្តឲ្យអតិថិជនទាំងអស់ត្រួតពិនិត្យឲ្យបានច្បាស់មុននឹងធ្វើការវិនិយោគជាមួយនឹងក្រុមហ៊ុនណាមួយដែលបងប្អូនបានដាក់លុយទៅបាទពីព្រោះទុនរបស់អ្នកទាំងអស់គ្នាអាចនឹងមានហានិភ័យប្រសិនបើអ្នកទាំងអស់គ្នាធ្វើការផ្ទេរសាច់ប្រាក់ទៅក្នុងគណនីរបស់អ្នកទាំងអស់គ្នាតាមរយៈការបាញ់បាទ QR code ឬក៏ទៅ account នរណាម្នាក់ដែលមិនបានឆ្លងប្រព័ន្ធបាទទូទាត់ផាត់ទាត់រក្សាសាច់ប្រាក់របស់នាយត្តករបាទអញ្ចឹងជៀសវាងការបាញ់លុយតាម QR code ជៀសវាងការបាញ់លុយទៅគណនីណាមួយដើម្បីដាក់ account ឲ្យអ្នកទាំងអស់គ្នាបាទអញ្ចឹងត្រូវតែបាញ់ឆ្លងតាមប្រព័ន្ធត្រឹមត្រូវបាទបើអ្នកទាំងអស់គ្នាចង់ស្វែងយល់អំពីការដាក់លុយតាមប្រព័ន្ធបាទក្រុមហ៊ុនដែលជួញដូរនៅក្នុងប្រព័ន្ធអាចតាក់ទងមកលេខទូរស័ព្ទរបស់ខ្ញុំបាទឥឡូវនេះយើងមិនទាន់មានអីដែលប្រែប្រួលទៅលើតម្លៃមាសទេគឺវាទៅតាម scenario របស់យើងជាការមើលឃើញរបស់ខ្ញុំមាសមានការធ្លាក់មកក្នុង level បាទគៀកនឹងបាទយើងអាចនិយាយបានថាបើយើងចង់ឲ្យមើលឃើញស្រួលមកគឺ$40,004,000នៅក្នុង1អោនគឺជាបាទតម្លៃដែលគ្រោងនឹងមកប៉ុន្តែដំណើររបស់វាអ្នកនរក៏អាចមើលឃើញដែរមាន bear មាន bull មាន bear មាន bull មាន bear មាន bull អញ្ចឹងនៅក្នុងនេះយើងមាន bear មាន bull មាន bear ក៏មាន bull មាន bear ក៏មាន bull មុននឹងមកដល់ទិសដៅអស់ហ្នឹងណាអញ្ចឹងអាចនឹងធ្វើតាម scenario ហើយយើងមិនសមខ្ញុំបានប្រាប់អ្នកនរគ្នាភ្ជាប់បន្ទាត់នឹងមកហ្នឹងអញ្ចឹង market ក៏អាចមានឱកាសចង់មកលេងតំបន់ resistance អស់នឹងដូចគ្នាដែរmarket ក៏ចង់ឡើងមកនឹងដូចគ្នាដែរក៏អាចមានឱកាសដែរអញ្ចឹងបត់បែនជាមួយនឹងទីផ្សារមួយនេះពីព្រោះ market គឺខ្ញុំតែងតែប្រាប់អ្នកនរគ្នាគឺ market dynamic គឺវាប្រែប្រួលបានគ្រប់ពេលដូច្នេះ trading scenario trading strategy បាទ
scenario នៃការជួញដូររបស់ពួកយើងបាទយុទ្ធសាស្ត្រនៃការជួញដូរពួកយើងក៏មានភាពបត់បែនដែរមិនមែនខ្ញុំព្យាករអញ្ចឹងហើយគឺត្រូវអញ្ចឹងទេតែចុងក្រោយគឺយើងត្រូវតែស្គាល់ឲ្យបានច្បាស់ថាតើអ្វីគឺជាទិសដៅទីផ្សារបាទដែលខ្ញុំតែងតែជម្រាបអ្នកនរគ្នា directional មួយទៀតគឺ target មួយទៀតគឺ objective អ្នកនរគ្នាត្រូវស្គាល់3គេហៅថា element នេះឲ្យច្បាស់នៅក្នុងការជួញដូររបស់អ្នកទាំងអស់គ្នាបើសិនជាអ្នកនរគ្នាចង់ស្វែងយល់ក៏ដូចជារៀនអំពីបាទយុទ្ធសាស្ត្រទាំង3នេះបាទអ្នកនរគ្នាកុំភ្លេចបាទលេខទូរស័ព្ទរបស់ខ្ញុំអ្នកនរគ្នាអាចតាក់ទងមកបានហើយយើងនឹងធ្វើការជជែកគ្នាពន្យល់បន្ថែមពីកន្លែងនេះហេតែកុំភ្លេចណាអ្នកទាំងអស់គ្នាលេខទូរស័ព្ទនៅកន្លែងនេះបាទនេះបាទអញ្ចឹងជាចុងក្រោយទីផ្សារបានមកដល់គោលដៅរបស់យើងហើយតម្លៃបាទគៀកនឹងហើយបាទមានអតិថិជនរបស់ពួកយើងគឺអាចយកចំណេញបានច្រើនហើយឬក៏ទុកបន្តកាត់បន្ថយទំហំមួយចំនួនបាទឧទាហរណ៍មកគាត់ជួញដូរ50អោនគាត់នឹងកាត់ចេញ30អោនគាត់នឹងទុក20អោនអញ្ចឹងទៅបាទអញ្ចឹងជាចុងក្រោយមិនមានអ្វីច្រើនទេប្រសិនបើបងប្អូនទាំងអស់គ្នាចង់ជ្រាបច្បាស់បាទក៏ដូចជាចង់ស្វែងយល់បន្ថែមតាក់ទងមកខ្ញុំថ្ងៃនេះខ្ញុំមានការវិភាគត្រឹមប៉ុណ្នេះហើយយើងនឹងជួបគ្នានៅបាទការវិភាគវីដេអូនាព្រឹកថ្ងៃស្អែកជាបន្តទៀតជម្រាបលាអ្នកទាំងអស់គ្នា